ខ្ញុំនឹងបង្កើតហើយខ្ញុំនឹងរក្សាការតាំងចិត្តរបស់ខ្ញុំតែជីវិតខ្ញុំអត់ទាន់ចប់តែនឹងទេខ្ញុំត្រូវតែទៅមុខទៀតសាក់រឿងមួយអំពីកសិករម្នាក់ដែលគាត់មានសេះហើយកសិករម្នាក់ហ្នឹងគាត់មានសេះមួយរូបដែលនៅក្នុងកសិដ្ឋានរបស់គាត់ជាសេះមួយដែលប្រណិតដែលល្អដែលពូកែដែលខ្លាំងប៉ុន្តែយូរទៅកសិករហ្នឹងគាត់ដែលមូលហេតុណាមួយគាត់សម្រេចចិត្តថាគាត់លេងចូលការសេះហ្នឹងទេវាលេងមានប្រយោជន៍ដល់គាត់ទេដូច្នេះគាត់មិនដឹងតែទៅធ្វើអីជាមួយសាក់សេះហ្នឹងគាត់នឹកឃើញតែគាត់មានរដូវមួយនៅក្បែរកសិដ្ឋានរបស់គាត់ដែលគាត់តែងតែចោលសម្រាមហើយវាវិញចូលគួរសមដែរអញ្ចឹងគាត់ថាឥឡូវគាត់លេងទៅការទេហើយខ្ជិលចិញ្ចឹមអញ្ចឹងគាត់រុញសេះហ្នឹងចូលក្នុងរដូវដែលចូលហ្នឹងទិញរស់ហើយមានអីកើតឡើងទៅហើយវាស្លាប់តាមហ្នឹងទៅសេះឥឡូវយើងយល់ទៅលើមនោសញ្ចេតនារបស់សាក់សេះហ្នឹងតើវាមានអារម្មណ៍យ៉ាងម៉េចវាខំធ្វើអ្វីដែលតំទៅដែលល្អដែលពូកែកន្លងមកហើយស្រាប់តែចូលបានគេបដិសេធវាចោលចូលបានគេបោះបង់វាចោលចូលបានគេលេងមើលឃើញតម្លៃរបស់វាសេះហ្នឹងពេលដែលវាធ្លាក់នៅក្នុងបាក់រដូវហ្នឹងវានៅរស់ដែរវានៅរស់វានៅដឹងខ្លួនទេគ្រាន់តែឥឡូវវានៅក្នុងបាក់រដូវមួយដែលវាត្រូវឡើងចេញមកវិញមិនរួចទេឥឡូវធ្វើម៉េចអត់មានអ្នកណាជួយទេហើយវានៅក្នុងបាក់រដូវហ្នឹងបានវាទៅនឹកឃើញថាឥឡូវខ្ញុំធ្វើអីជាមួយនឹងជីវិតខ្ញុំនៅមានដង្ហើមចេញចូលហើយខ្ញុំក៏រងការជឿចាប់ទៀតដល់គេបោះបង់ចោលខ្ញុំអញ្ចឹងអត់បានធ្វើអីខុសហ្នឹងហើយគេបោះបង់ចោលខ្ញុំអញ្ចឹងហើយនេះគឺជាចំណុចចាប់ផ្ដើមនៃអ្វីដែលខ្ញុំចង់លើកឡើងនៅពេលព្រឹកនេះក៏សង្ឃឹមថានេះចាំសម្រាប់លោកអ្នកបងប្អូនទាំងអស់គ្នាវាពិតជាការប្រៀបធៀបជាមួយនឹងជីវិតមនុស្សយើងទេហើយខ្ញុំមិនខុសពីលោកអ្នកបងប្អូនទេអរគុណដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំនៅទីនេះខ្ញុំជាក់ស្ដែងខ្ញុំមិនខុសពីលោកអ្នកបងប្អូនដែលជាបរិវត្តនៅទីនេះខ្ញុំនៅនឹង30ផ្លាយឆ្នាំហើយមានសញ្ជាតិនៅនឹងហើយអញ្ចឹងអ្វីដែលលោកអ្នកបងប្អូនឆ្លងកាត់មួយចំនួនក្នុង30ផ្លាយឆ្នាំខ្ញុំក៏នៅទីនេះយើងរួមសុខរួមទុក្ខជាមួយគ្នាអ្វីដែលខ្ញុំចង់និយាយមកខាងខ្ញុំមកខាងទៅខាងលោកអ្នកបងប្អូនទាំងអស់គ្នាជនរួមជាតិផងទាំងក្នុងនាមជាមនុស្សផងมันខុសពីសាក់សេះហ្នឹងវារងការជឿចាប់ផងហើយវានៅក្នុងហាក់ដូចជាបាក់ដៅមួយដែលពិបាកប៉ុន្តែជារៀងរាល់ថ្ងៃម្ចាស់ចំការហ្នឹងគាត់គិតថាសាក់សេះដល់គាត់បោះចូលក្នុងរដូវហ្នឹងវាស្លាប់អត់ហើយអញ្ចឹងគាត់ពីម្ដាយទៅម្ដាយចិត្តតែចោលសម្រាមចូលក្នុងរដូវហ្នឹងហើយពេលដល់គាត់ចោលសម្រាមនៅក្នុងរដូវហ្នឹងវាធ្លាក់នៅលើសាក់សេះហ្នឹងទៀតជឿចាប់ជាប់នៅក្នុងរដូវមួយហើយមានគេបោះចោលសម្រាមធ្លាក់នៅលើខ្លួនវាបន្ថែមការជឿចាប់ទៅលើហ្នឹងទៀតនេះគឺជាអ្វីដែលយើងអាចរៀនសូត្របដាទី1ពេលដល់សាក់សេះហ្នឹងនៅក្នុងរដូវហ្នឹងទី1វាបានមានការតាំងចិត្តមួយតែនៅទីនេះហាក់ដូចជាអត់មានអ្នកណាជួយខ្ញុំទេគ្មានអ្នកណាជួយខ្ញុំទេខ្ញុំនៅទីនេះតែឯងទេហើយគេបោះបង់ខ្ញុំចោលហើយក៏ប៉ុន្តែខ្ញុំនឹងបង្កើតហើយខ្ញុំនឹងរក្សាការតាំងចិត្តរបស់ខ្ញុំតែជីវិតខ្ញុំអត់ទាន់ចប់តែនឹងទេខ្ញុំត្រូវតែទៅមុខទៀតខ្ញុំសូមលោកបងប្អូននិយាយពាក្យនឹងតាមខ្ញុំបានទេហើយនិយាយតាមបានទេតែបាច់និយាយតាមទេនិយាយជាមួយអ្នកដែលអង្គុយនៅខាងឆ្វេងខាងស្ដាំលោកអ្នកបងប្អូនក៏បានដែរសូមប្រាប់គាត់ថាខ្ញុំតាំងចិត្តតែត្រូវតែទៅមុខបន្តទៀតសូមប្រាប់តាំងចិត្តតែត្រូវតែទៅមុខបន្តទៀតទោះបីជាយ៉ាងណាក៏ដោយឥឡូវហើយខ្ញុំអត់និយាយអំពីគាត់តែមកប្រទេសជាតិយើងទេប៉ុន្តែជីវិតរៀងខ្លួនជីវិតវាមានការឡើងវាមានការចុះវាមានសុខទុក្ខដំណើរគ្នាអាហ្នឹងហៅថាជីវិតពេលខ្លះយើងមកខាងទេយើងអត់ដឹងថាឆ្នាំនេះឆ្នាំបន្ទាប់10ឆ្នាំខាងយើងពិបាកដឹងដែរពេលខ្លះតែយើងនឹងជួបរឿងរ៉ាវអីខ្លះនៅក្នុងជីវិតនេះក៏ប៉ុន្តែត្រូវតែមានការតាំងចិត្តតែទោះបីជាយ៉ាងណាក៏ដោយទោះបីជាខ្ញុំបានអ្វីដែលខ្ញុំចង់បាននោះក៏ដោយទោះបីជាយើងដល់គោលដៅរបស់យើងក៏ដោយឬក៏យើងអត់ទាន់បានក៏ដោយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំតាំងចិត្តតែអត់មានអីចប់តំណឹងទេត្រូវតែបន្តទៅមុខទៀតហើយទទួលយកបានទេលោកបងប្អូនបាច់ទទួលយកបានសុំតែដៃមួយបាទទី2បន្ទាប់ពីសាក់សេះនឹងវាតាំងចិត្តតែ
ត្រូវតែមានពិធីសាស្ត្រហើយត្រូវតែមានពិធីសាស្ត្រដើម្បីបន្តទៅមុខទៀតទោះបីជាអត់ទាន់ដឹងថាពិធីសាស្ត្រហ្នឹងជាអីក៏ដោយប៉ុន្តែវាតាំងចិត្តថាត្រូវតែមានពិធីសាស្ត្រពីម្ដាយទៅម្ដាយមានគេចោលសម្រាមពីលើវាហើយវាឈឺចាប់រឿងអតីតកាលដល់គេបោះបង់វាចោលស្រាប់ផងឈឺចាប់ដល់គេនៅចោលសម្រាមពីលើវាបង្ករបួសបង្កការឈឺចាប់បន្តទៀតប៉ុន្តែដឹងសាសនានឹងធ្វើអីជាងទុកឲ្យការឈឺចាប់សម្រាមដល់អស់ហ្នឹងដល់គេបោះពីលើវាក៏ពីលើវាបានរលាស់ចេញវារលាស់សម្រាមកំតិចដល់អស់ហ្នឹងចេញហើយវាប្រើកំតិចដល់អស់ហ្នឹងសម្រាមដល់អស់ហ្នឹងទៅជាកម្មចដោតដើម្បីជន់ពីលើវាដើម្បីឡោនខ្ពស់ជាងមុនបន្តិចពេលដូចគ្នានៅក្នុងសាលប្រជុំនេះពាក្យចាញ់សិតតែជាម្ចាស់អាជីវកម្មឬក៏ជាសហគមន៍ភាពជាម្ចាស់អាជីវកម្មអ្នកជំនួញសហគមន៍វាមិនមែនជាអ្វីដែលងាយៗទេយើងរងសម្ពាធផ្សេងៗជាងកាយយើងអាចគិតថាបើយើងកាន់តែធ្វើការយកប្រាក់ខែវាអាចមានភាពងាយស្រួលជាងប៉ុន្តែអ្នកជំនួញគាត់រងសម្ពាធហើយវាមានការឈឺចាប់ទាំងពីខាងក្នុងផងពីអ្នកជំនួញផងពីខាងក្រៅផងប៉ុន្តែយើងក៏អាចធ្វើដូចខ្សែហ្នឹងបានយើងអាចរលាស់វាចេញសំនេះតែជាមួយអ្នកដើមគួយនៅក្បែរលោកបងតាមយើងនឹងរលាស់រត់ទាំងការឈឺចាប់ចេញគុំគ្រាន់តែម្ដាយសួរថាអូហាត់អីសំណួរហ្នឹងអត់មាននាំតាណាទេអូហាត់អីវាកាត់ឡើងចឹងអូវាអត់យកទៅតអត់ទេយើងការឆ្លោះបញ្ចាំងអីតិចតួចទៅលើទេតែការយើងធ្វើចោះប៉ុន្តែគុំជាប់ស្ទះនៅក្នុងហ្នឹងរលាស់វាចេញឲ្យទៅមកទៀតទី3វាបានប្រើកំតិចទាំងអស់ហ្នឹងសម្រាមទាំងអស់ហ្នឹងឧបសគ្គទាំងអស់ហ្នឹងជាកម្មចដោតដើម្បីឡោនកាន់តែខ្ពស់សូមចាំលោកបងប្អូនជាថ្នាក់ដឹកនាំគ្រប់រូបភាពជាប់លាប់នឹងនាំយើងចំពោះទៅកាន់សមិទ្ធផលដែលយើងចង់បានភាពជាប់លាប់មានន័យថាមានអីកាត់ឡើងទៅមកទៀតឡោនកាន់តែខ្ពស់ទៀតបានយូរទៅសាក់សិស្សហ្នឹងពីម្ដាយទៅម្ដាយគេបោះពីលើវាប៉ុន្តែវាឡោនខ្ពស់ទៅរហូតដល់ថ្ងៃមួយវាដល់មកដណ្ដៅហ្នឹងហើយវាបានដើរចេញសូមចាំពីចំណុចទៀតខ្លីៗមួយទៀតទី4គឺកុំបោះបង់ចោលចាក់គោវិស័យវែងឆ្ងាយរបស់យើងកុំគិតតែខ្លីទេអត់មែនយើងទៅគិតអំពីខ្លួនឯងយើងទៅគិតអំពីជីទីស្រឡាញ់របស់យើងប៉ុន្តែយើងក៏អាចគិតអំពីប្រទេសជាតិរបស់យើងហើយសង្គមជាតិរបស់យើងផងដែរគិតវែងឆ្ងាយហើយចុងក្រោយចេញពីមាត់ដណ្ដៅហ្នឹងមានតែយើងទៅចេញផុតពីដែនកំណត់ឬក៏ព្រំដែនរបស់យើងបើមិនមែននៅក្នុងចំនួនរបស់យើងយ៉ាងហោចណាស់ក្នុងចំនួនកូនរបស់យើងហើយគាត់គិតអំពីទីផ្សារអន្តរជាតិផងដែរខ្មែរយើងអាចធ្វើបានណាខ្មែរយើងត្រូវតែខ្លាំងអរគុណច្រើន